បាទបងប្អូនអរគ្នានៅក្នុងដំណើរការនៃការផលិតមាតិកាសម្រាប់បណ្ដាញសង្គម YouTube យើងនិយាយសាមញ្ញគឺការផលិតវីដេអូសម្រាប់ Channel YouTube ដើម្បីរកលុយតាម YouTube នៅក្នុងនោះគឺវាមានដំណាក់កាលជាច្រើនបងប្អូនរាប់ចាប់តាំងពីការគិតអំពីគុណភាពនៃមាតិកាបាទគិតអំពី topic នៃមាតិកាធ្វើយ៉ាងណាដើម្បីឲ្យមាតិការបស់យើងផ្ដល់នូវអត្ថប្រយោជន៍សម្រាប់អ្នកមើលផ្ដល់នូវគុណតម្លៃសម្រាប់អ្នកមើលរហូតទៅដល់ការថតបាទការកាត់តបាទការបញ្ចូលសំឡេងការដាក់រូបភាពអីផ្សេងៗឲ្យស័ក្តិសមទៅនឹងអត្ថន័យនៃវីដេអូរបស់យើងហ្នឹងរាល់ទាំងអស់នេះគឺបងប្អូនគឺសុទ្ធតែមានគោលដៅតែមួយគត់គឺដើម្បីតាក់ទាញ view ពីសំណាក់ viewer បងប្អូនណាបាទបើសិនជាយើងនិយាយអំពីការតាក់ទាញ view នេះបងប្អូនគឺវាមានកត្តាជាច្រើនដែលនៅក្នុងនោះកត្តាធំចំនួន2នៅពេលដែលបងប្អូនបង្ហោះវីដេអូនៅក្នុង channel របស់បងប្អូនបាទទី1គឺកត្តា thumbnail បាទទី2គឺកត្តា title កត្តាទាំងពីរនេះគឺជាកត្តាដែលសំខាន់ជាទីបំផុតហើយបងប្អូនអាចសម័យបានថានៅពេលដែលបងប្អូនចូលទៅកាន់ channel YouTube ណាមួយបាទបងប្អូន search ទៅរកkeyword ណាមួយនៅពេលដែលបងប្អូនឃើញវីដេអូទាំងអស់ហើយបាទអ្វីដែលបងប្អូនចាប់អារម្មណ៍មុនគេគឺ thumbnail បងប្អូនណាបាទនៅពេលដែលបងប្អូនឃើញ thumbnail ដែលល្អដែលតាក់ទាញដែលវាត្រូវជាមួយនឹងអត្ថន័យនៃ keyword របស់យើងត្រូវជាមួយនឹងអ្វីដែលយើងចង់បានចំណុចដែលបងប្អូនត្រូវមើលបន្តទៀតគឺ title ចំណងជើងថាតើចំណងជើងនៃវីដេអូហ្នឹងវាស័ក្តិសមទៅនឹងkeyword ដែលយើង search ដែរអត់វាត្រូវជាមួយនឹងអ្វីដែលយើងចង់បានអ្វីដែលយើងកំពុងទៅរកដែរអត់បើសិនជា thumbnail យើងល្អមែនបងប្អូនក៏ប៉ុន្តែ title របស់យើងទៅសេអត់តាក់ទាញបាទសរសេរអត់មានអត្ថន័យសរសេរបែបគេហៅថាមើលអត់យល់ណាបាទចង់មិនចង់ viewer ក៏គាត់អត់ចូលមើលវីដេអូរបស់យើងដែរបងប្អូនណាបាទអញ្ចឹងចំណុចពីរនេះគឺជាចំណុចសំខាន់ហើយ viewer គាត់សម្រេចចិត្តថា click ទៅលើវីដេអូរបស់យើងឬអត់គឺអាស្រ័យទៅលើចំណុចពីរនេះបងប្អូនណាបាទនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកជូនបងប្អូនទាំងអស់គ្នាអំពីគន្លឹះនៅក្នុងការសរសេរ title ដ៏តាក់ទាញដោយយើងយក thumbnail ជាគោលហើយដែលវិធីនេះគឺប្រើប្រាស់ AI ដើម្បីជាជំនួយបងប្អូនបាទបងប្អូននៅក្នុងសម័យមុននៅពេលដែលយើងនិយាយអំពីការសរសេរ title បាទការ design thumbnail អីផ្សេងបងប្អូនវាមានភាពលំបាកបងប្អូនណាបាទវាមានភាពលំបាកហើយពេលខ្លះគឺយើងអាចថាសុញដែរយើងមានវីដេអូល្អហើយបាទយើងមាន thumbnail ល្អហើយក៏ប៉ុន្តែយើងសុញនៅក្នុងការសរសេរ title ឬមកក៏ description ថាយើងគួរទៅសេបែបម៉េចដើម្បីឲ្យតាក់ទាញនៅក្នុងសម័យនេះគឺជាសម័យ AI បងប្អូនហើយដែលជាអ្វីដែលខ្ញុំតែងតែ recommend ជូនបងប្អូនប្រើប្រាស់ AI មកជំនួយគឺវាជួយទៅដល់ការងារយើងបានច្រើនមែនទែនជាពិសេសគឺការរកលុយតាម YouTube បាទអញ្ចឹងដើម្បីកុំឲ្យខាតពេលនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកជូនបងប្អូនទាំងអស់គ្នាអំពីការប្រើប្រាស់ AI ដែលវាផ្ដល់នូវអត្ថប្រយោជន៍សំខាន់ខ្លាំងសម្រាប់យើងនៅក្នុងការសរសេរចំណងជើងដោយយើងប្រើប្រាស់ thumbnail ជាគោលបាទហើយដែលនៅក្នុងនោះគឺការសរសេរមកគឺវាមានភាពលក្ខណៈគេហៅថាមានគុណភាពខ្លាំងតាក់ទាញខ្លាំងបងប្អូនណាបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរខ្ញុំសូមបងប្អូនទៅកាន់ screen ទាំងអស់គ្នាបាទបងប្អូនឥឡូវយើងមកដល់ screen computer ហើយចំណុចដំបូងដែលខ្ញុំចង់បង្ហាញជូនបងប្អូនទាំងអស់គ្នាបងប្អូននៅក្នុងនេះគឺខ្ញុំមាន thumbnail ចំនួន3បាទដែលខ្ញុំនឹងបង្ហាញជូនបងប្អូនទាំងអស់គ្នាធ្វើជា sample បងប្អូនណាបាទ thumbnail ទី1គឺជា thumbnail បែបគេហៅថា graph បាទជាប្រភេទវីដេអូ graph ហើយនៅក្នុង thumbnail នេះគឺខ្ញុំដាក់ចំណងជើងតែលក្ខណៈជាលេខទេបងប្អូនណាបាទជាលេខទេហើយ thumbnail ទី2គឺជា thumbnail ដែលជារូបភាពវីដេអូនៅក្នុង club ហើយ club នេះមានឈ្មោះថា Max Club នៅប៉ោយប៉ែតហើយសម្រាប់ thumbnail នេះគឺខ្ញុំដាក់ចំណងជើងបាទឈ្មោះ club តែម្ដងបងប្អូនណាបាទ thumbnail ទី3គឺជា thumbnail បែប garden បាទជាប្រភេទ thumbnail ដែលថតអំពីផ្កានៅក្នុង garden ហើយនៅក្នុងចំណងជើងគឺខ្ញុំដាក់សាមញ្ញបាទ garden behind my home បងប្អូនណាបាទអញ្ចឹងសម្រាប់ thumbnail 3នេះបាទ3ប្រភេទនេះខ្ញុំនឹងប្រើប្រាស់ AI ដើម្បីធ្វើការ generate title ពីព្រោះថាពេលខ្លះយើងមានវីដេអូបងប្អូនហើយយើងមាន thumbnail ដែល thumbnail នេះគឺយើងទាញពីវីដេអូមកហើយយើងអាចថាយើងសុញបាទយើងសុញអត់ដឹងថាត្រូវ
តែសេ title របៀបម៉េចដើម្បីឲ្យតាក់ទាញបាទសាំណែយើងតាក់ទាញហើយក៏ប៉ុន្តែយើងអត់ដឹងថាគួរតែសេ title របៀបម៉េចឲ្យតាក់ទាញចឹងហើយបាននៅក្នុងវីដេអូនេះតិចទៀតនេះខ្ញុំនឹងបង្ហាញជូនបងប្អូនទាំងអស់គ្នាអំពីការប្រើប្រាស់ thumbnail នេះដើម្បីឲ្យ AI គាត់ជួយទៅ say title ឲ្យយើងបងប្អូនណាបាទអញ្ចឹងនៅក្នុងទម្រង់នៃ thumbnail ទាំង3នេះគឺវាមានទម្រង់ផ្សេងគ្នាបងប្អូនណាមួយជាប្រភេទ graph បាទជាប្រភេទ video graph មួយទៀតជាប្រភេទ video reel ជាក់ស្ដែងថតនៅក្នុង clip ហើយទី3គឺប្រភេទ video បែប garden បាទហើយនៅក្នុងនោះគឺចំណងជើងបាទសំទោសឈ្មោះ file គឺផ្សេងគ្នាទាំងអស់បងប្អូនណាបាទអូខេបងប្អូនឥឡូវយើងចូលទៅដល់ប្រធានបទរបស់យើងទី1បងប្អូនត្រូវចូលទៅកាន់ website ChatGPT ដដែលទេបងប្អូនបន្ទាប់មកបងប្អូន attach thumbnail ហ្នឹងបងប្អូនបាទខ្ញុំ upload from computer បាទបន្ទាប់មកបងប្អូនខ្ញុំសាកល្បង thumbnail ទី1បងប្អូនណា thumbnail ទី1នេះខ្ញុំសូមបញ្ជាក់បន្តិចបងប្អូនចំណុចដែលសំខាន់ thumbnail នេះគឺជា thumbnail ដែលទាញចេញពីវីដេអូដែលយើងបានផលិតមកក៏ប៉ុន្តែខ្ញុំអត់ដាក់ឈ្មោះ file ទេខ្ញុំអត់ទៅសេឈ្មោះ file ទេបងប្អូនណាឈ្មោះ file គឺ0312ជាលេខបងប្អូនហើយខ្ញុំក៏អត់ដឹងដែរថាគួរតែទៅសេ title របៀបម៉េចដើម្បីឲ្យវាតាក់ទាញឲ្យវាស័ក្តិសមជាមួយនឹង thumbnail ហ្នឹងបងប្អូនណាបាទអញ្ចឹងខ្ញុំ upload thumbnail ហ្នឹងចូលបន្ទាប់មកខ្ញុំទៅសេពាក្យថា please បាទ give me 5 attractive title for YouTube video based on attached picture បាទបងប្អូនអញ្ចឹងបានន័យថាខ្ញុំឲ្យ AI គាត់ជួយទៅ say title ចំនួន5ប្រភេទបាទ5 title ផ្សេងគ្នាណាដោយយកthumbnail នេះជាគោលដោយយករូបភាពនេះជាគោលបងប្អូនណាបាទអូខេតបមកខ្ញុំចុចសញ្ញាព្រួញទៅមុខបាទបងប្អូន AI គាត់នឹង analyze អំពីរូបភាពនេះហើយបន្ទាប់មកគាត់នឹងទៅ say title មកឲ្យយើងបងប្អូនណាបាទលយមែនតែនបងប្អូនលយមែនតែនហើយបងប្អូនអត់ចាំបាច់ឈឺក្បាលច្រើននៅក្នុងការគិតថាតើគួរទៅ say title បែបម៉េចបាទយើងចង់និយាយថាយើងខំផលិតមាតិកាបានល្អហើយយើងខំកាត់តយើងខំ design thumbnail ឲ្យបានស្អាតហើយស្រាប់ទៅហើយចុងក្រោយយើងសុញនៅក្នុងការទៅ say title ដឹងថាទៅ say របៀបម៉េចដើម្បីឲ្យតាក់ទាញណាបាទហើយពេលខ្លះវាត្រូវនឹងអង់គ្លេសរបស់យើងមានកម្រិតទៀតបាទនេះហើយបងប្អូន AI គឺអាចជួយយើងបានបងប្អូនណាបាទយើងគ្រាន់តែ upload រូបភាពហ្នឹងទៅបងប្អូនបាទហើយទៅ say ព្រមបន្តិចដើម្បីឲ្យគាត់ជួយទៅ say title មកឲ្យយើងបាទក៏ប៉ុន្តែបងប្អូនត្រូវបញ្ជាក់ណាគឺ title សម្រាប់ YouTube video ពីព្រោះ title វាមានប្រភេទផ្សេងគ្នាវាអាចជា title សម្រាប់អត្ថបទ website បាទ title សម្រាប់ caption នៅលើ Facebook title សម្រាប់ caption នៅលើ TikTok បាទ title សម្រាប់ caption នៅលើYouTube អីចឹងទៅអញ្ចឹងបងប្អូនត្រូវបញ្ជាក់ឲ្យបានច្បាស់បាទដើម្បីឲ្យគាត់ទៅ say មកគឺឲ្យត្រូវជាមួយនឹង platform បងប្អូនណាបាទអូខេឥឡូវនេះគឺបាន5 title ហើយបងប្អូននេះអញ្ចឹងសម្រាប់5 title នេះបងប្អូនអាច check មើលទៅថាតើ title មួយណាដែលបងប្អូនស្រឡាញ់បងប្អូនពេញចិត្តហើយបងប្អូនចង់យកវាមកឬមួយក៏អាចថាយកវាមកទាំងដរឬមួយក៏កែប្រែកែសម្រួលអីមិនជាអាហ្នឹងបងប្អូនអាចធ្វើទៅតាមហ្នឹងបងប្អូនណាបាទហើយខ្ញុំសូមបញ្ជាក់បន្តិចបងប្អូនណា title នេះ5 title ដែល AI គាត់ generate ឲ្យយើងនេះបងប្អូនអាចយកទៅប្រើប្រាស់បាន 100% ទោះជាបងប្អូនអត់កែបាទបងប្អូនអត់កែសម្រួលក៏ title នេះក៏វាអត់ជាប់ copyright ដែរបងប្អូនណាបាទគឺជា title ដែល ChatGPT ដែល AI គាត់ generate មកឲ្យយើងគឺ fresh តែម្ដងបងប្អូនណាបាទបានន័យថាថ្មីតែម្ដងបងប្អូនបាទអូខេឥឡូវខ្ញុំចូលទៅដល់រូបភាពទី2បងប្អូនរូបភាពទី2នេះគឺជារូបភាពនៅក្នុង clip ជាវីដេអូប្រភេទនៅក្នុង clip ហើយនៅក្នុងរូបភាពនេះក៏ជារូបភាពដែលខ្ញុំ generate ចេញពីវីដេអូរបស់យើងដែរបងប្អូនណាបាទអ្វីដែលសំខាន់ចំណុចដែលសំខាន់គឺនៅក្នុងចំណងជើងបាទសំទោសនៅក្នុងឈ្មោះ file នៃរូបភាពនេះគឺខ្ញុំដាក់ឈ្មោះ clip
តែម្ដងបងប្អូនណាបាទចឹងហើយខ្ញុំសម្រាប់ thumbnail នេះវាខុសពី thumbnail មុនបន្តិចបងប្អូន thumbnail មុនគឺយើងមានរូបភាពក៏ប៉ុន្តែឈ្មោះ file គឺយើងអត់មានឈ្មោះ file ទេបងប្អូនណាបាទយើងអត់ដឹងថាត្រូវដាក់អីទេយើងដាក់ជាលេខតែឡើយសម្រាប់ thumbnail នេះគឺមានរូបភាពហើយបន្ទាប់មកយើងដាក់ឈ្មោះ file ព្រោះយើងដឹងថាវីដេអូហ្នឹងគឺថតនៅកន្លែងណាបងប្អូនបាទអូខេអញ្ចឹងខ្ញុំ select បន្ទាប់មកខ្ញុំទៅសេ script ដដែលបងប្អូនបាទនេះខ្ញុំ copy ពីខាងលើនេះមកព្រមពីខាងលើនេះមក please give me 5 attractive title for YouTube video based on attached picture ដដែលទេបងប្អូនណាបាទដដែលទេគ្រាន់តែថាវាខុសត្រង់តែ thumbnail បាទខុសត្រង់រូបភាពដែលយើង attach ទេបងប្អូនណាបាទអូខេអញ្ចឹងខ្ញុំ enter បាទបងប្អូន enter ក៏បានចុចសញ្ញាព្រួយទៅមុខក៏បានអញ្ចឹងយើងចាំគាត់មកសន្ទុះគាត់ analyze នេះបងប្អូនចេញមកហើយបាទទី4ទី5បាទ attractive ខ្លាំងមែនតើបងប្អូនណា live band performance at max clap 88 epic night live experience បាទបងប្អូន title ដែលគាត់ទៅសេមកគឺតាក់ទាញខ្លាំងមែនតើបាទសម្រាប់ title នេះខ្ញុំអាចនិយាយបានថាបើសិនជាប្រភេទ viewer ពីបរទេសណាគាត់មើលមកមានអារម្មណ៍ថាតាក់ទាញខ្លាំងបងប្អូនហើយមិនមែនតែទី1ហ្នឹងទេបងប្អូនគឺទី1ទី2ទី3ទី4ទី5ប្រភេទ title ដែលបងប្អូនអាចជ្រើសរើសយកមកដើម្បីដាក់នៅក្នុងវីដេអូរបស់យើងបងប្អូនណាបាទអូខេឥឡូវខ្ញុំចូលទៅដល់ឧទាហរណ៍ទី3បងប្អូនខ្ញុំ attach thumbnail មួយទៀតសម្រាប់ thumbnail នេះគឺជាប្រភេទ thumbnail ដែលយើងទាញចេញពីវីដេអូ garden ហើយវាអត់មានអីទេបងប្អូនសាមញ្ញជារូបភាពផ្កាបាទអានេះគឺផ្កាជពូបងប្អូនណាបាទហើយសម្រាប់ឈ្មោះ file គឺខ្ញុំក៏អត់ដឹងថាគួរតែដាក់ឈ្មោះអីដែរព្រោះខ្ញុំដឹងថាគ្រាន់តែដឹងថាអានេះវាជា garden បាទ behind my home ជាប្រភេទ garden ដែលនៅក្រោយផ្ទះរបស់ខ្ញុំអញ្ចឹងខ្ញុំឲ្យ AI ក៏ជួយ generate title ឲ្យខ្ញុំពាក់ព័ន្ធជាមួយនឹងឈ្មោះ file ហ្នឹងហើយនឹងរូបភាពហ្នឹងបងប្អូនណាបាទអូខេឥឡូវខ្ញុំ select រូបភាពបន្ទាប់មកខ្ញុំទៅ save prompt ដដែលបងប្អូនខ្ញុំអត់ដូរទេបាទ give me 5 attractive title for YouTube video based on attached picture បាទអញ្ចឹងខ្ញុំចុចសញ្ញាព្រួយទៅមុខបន្ទាប់មកបាទបងប្អូន AI គាត់នឹង analyze ឲ្យយើងបាទចេញទី1ទី2ទី3បាទទី4ទី5ពិសេសមែនតើបងប្អូនណាបាទនេះចេញហើយ discover a hidden beauty of my garden nature secret paradise បាទអញ្ចឹងសម្រាប់ title នេះបងប្អូនអាច select ជ្រើសរើសយក title ណាមួយដែលបងប្អូនគិតថាពេញចិត្តបាទហើយបន្ទាប់មកបើសិនជាបងប្អូនគិតថាចង់កែចង់ថែមចង់ថយអីចឹងណាបាទបងប្អូនអាចធ្វើបានបងប្អូនបាទបងប្អូនចង់យក title នេះមកទាំងដុលក៏បានបាទឬមួយក៏យកមកកែសម្រួលក៏បានទោះជាក្នុងវិធីណាក៏ដោយគឺអត់ជាប់ copyright ទេបងប្អូនណាគឺប្រភេទ title ដែល fresh តែម្ដងបាទបងប្អូននេះគឺជាវិធីនៅក្នុងការទៅសេ title ដែលតាក់ទាញដោយយើងយក thumbnail ជាគោលបាទយករូបភាពពីវីដេអូរបស់យើងជាគេថាជាគ្រឹះណាបាទបងប្អូននៅក្នុងទម្រង់នៃការធ្វើបែបនេះបងប្អូន technique បែបនេះបច្ចេកទេសបែបនេះគឺសម្រាប់ខ្ញុំយកថាវាគឺជាវិធីសាស្ត្រមួយដែលអាចជួយទៅដល់ការតាក់ទាញ viewer សម្រាប់វីដេអូរបស់យើងបាទជាពិសេសគឺនៅពេលដែល AI គាត់ទៅសេមកបងប្អូនឃើញស្រាប់ហើយរាល់ទម្រង់នៃការទៅសេបាទ title ដែលគាត់ទៅសេមកគឺសុទ្ធតែជាប្រភេទ title ដែលមានលក្ខណៈតាក់ទាញខ្លាំងហើយដែលពេលខ្លះយើងខ្លួនឯងយើងសញ្ញបងប្អូនសឹងតែគិតអត់ដល់ទេថាអាចនឹងទៅសេ title បែបហ្នឹងពេលខ្លះនៅពេលដែលយើងផលិតមាតិកាសម្រាប់ YouTube បងប្អូនយើងខំប្រឹងផលិតជាវីដេអូបាទយើងខំប្រឹងរនឹកពីអត្ថន័យនៃវីដេអូធ្វើយ៉ាងណាដើម្បីឲ្យវីដេអូរបស់យើងបាទផ្ដល់នូវអត្ថប្រយោជន៍ផ្ដល់នូវគុណប្រយោជន៍សម្រាប់អ្នកមើលក៏ប៉ុន្តែនៅពេលដែលយើងផលិតបានវីដេអូបាន content ដែលមានគុណភាពហើយ
នៅពេលដែលយើងបង្ហាញទៅដល់ viewer បាទយើងអត់ចេះបង្ហាញគាត់បាទគាត់អត់ដឹងថាចាប់ផ្ដើមដំបូងនៅពេលដែលគាត់មើល thumbnail មើល title របស់យើងបើសិនជាយើងធ្វើអត់បានល្អគាត់ប្រកាសជាអត់ដឹងថាវីដេអូរបស់យើងមានគុណភាពបែបណាទេបងប្អូនណាបាទអញ្ចឹងហើយបានជានៅក្នុងចំណុចនេះគឺជាចំណុចដែលសំខាន់ហើយខ្ញុំគិតថាវាមានអត្ថប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាបងប្អូនអាចយកទៅធ្វើការgenerate សម្រាប់វីដេអូរបស់បងប្អូននៅពេលដែលបងប្អូនចាប់ផ្ដើមpost នៅលើបណ្ដាញសង្គម YouTube post នៅលើ channel YouTube របស់យើងបាទយើងមានវីដេអូហើយយើងគ្រាន់តែ generate thumbnail មកហើយយើងឲ្យ AI គាត់ជួយសរសេរ title ឲ្យយើងបងប្អូនណាបាទហើយខ្ញុំសូមបញ្ជាក់បន្តិចបងប្អូនសម្រាប់ការសរសេរបែបនេះមិនមែនបានតែអង់គ្លេសណាបងប្អូនណាបាទខ្មែរក៏យើងអាចសរសេរបានដែរបងប្អូនអាចសាកល្បងមើលខ្ញុំធ្លាប់សាកល្បងហើយជាភាសាខ្មែរគាត់អាចសរសេរបានបងប្អូនបាទអូខេបងប្អូនសម្រាប់ tip របស់ខ្ញុំនៅថ្ងៃនេះគឺខ្លីទេមានតែប៉ុណ្ណេះហើយជាចុងក្រោយក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាតាមដានទស្សនាវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់បាទបងប្អូនកុំភ្លេចណាជួយចុច like subscribe ហើយនឹងរូបកណ្ដឹងដើម្បីទទួលបាននូវចំណេះដឹងថ្មីៗពាក់ព័ន្ធជាមួយនឹងការរកលុយតាម YouTube បាទគន្លឹះក៏ដូចជាបច្ចេកទេសល្អៗនៅក្នុងការប្រើប្រាស់ AI ក៏ដូចជាចំណេះដឹងនៅក្នុងការផលិតមាតិកាជាពិសេសមាតិកាសម្រាប់បណ្ដាញសង្គម YouTube បាទទៅថ្ងៃមុខខ្ញុំនឹងព្យាយាមស្រាវជ្រាវក៏ដូចជាចែករំលែកនៅ technique ក៏ដូចជាបច្ចេកទេសថ្មីៗប្លែកៗជូនបងប្អូនទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងប្រធានបទទាំង3ខាងលើនេះ